ចាទឹកសម្រាប់នេះរងចាដាក់ជាងពីលើនារសៀលថ្ងៃទី3ខែមេសាឆ្នាំ2025លោកជំទាវអាវវ៉ាន់ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលអមដំណើរដោយលោកជំទាវកៅសាវឿនអភិបាលរងខេត្តស្ទឹងត្រែងនិងលោកវិជ្ជបណ្ឌិតអង្គសូវៀតប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងរួមទាំងសហការីបានអញ្ជើញចុះទៅត្រួតពិនិត្យមើលមណ្ឌលសុខភាពចំនួន2ក្នុងស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងមណ្ឌលសុខភាពទាំងពីរដែលលោកជំទាវអាវវ៉ាន់ឌិនបានចុះពិនិត្យមើលនាពេលនេះរួមមានមណ្ឌលសុខភាពចំការលើស្ថិតក្នុងឃុំចំការលើស្រុកថ្លាបរិវត្តនិងមណ្ឌលសុខភាពថ្លាបរិវត្តស្ថិតក្នុងឃុំថ្លាបរិវត្តស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងដំណើរបេសកកម្មនេះមានគោលបំណងសំខាន់ដើម្បីជួយជំរុញការធ្វើឲ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាលបានគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពសំណុំសកម្មអបបរមាសម្រាប់អភិវឌ្ឍមណ្ឌលសុខភាពនិងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្តនិងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងសមត្ថភាពនាឱកាសនោះលោកជំទាវអាវវ៉ាន់ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាពបន្ទប់ឱសថបន្ទប់ផ្ដល់ថ្នាំបង្ការបន្ទប់ថែទាំក្រោយសម្រាលបន្ទប់ពិនិត្យផ្ទៃពោះបន្ទប់ពិគ្រោះជំងឺនិងបន្ទប់វះកាត់តូចនិងរបួសព្រមទាំងសួរសុខទុក្ខស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាពនិងពិនិត្យវឌ្ឍនភាពការងារមណ្ឌលសុខភាពនីមួយៗទន្ទឹមនឹងនេះលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលក៏បានផ្ដល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំនិងណែនាំដល់មន្ត្រីសុខាភិបាលនៅចំណុចសំខាន់ពាក់ព័ន្ធទៅនឹងសមត្ថភាពការងារអរិយាប័ត្រវិជ្ជមានរុះរាយរាក់ទាក់ពិនិត្យស្ថានភាពជំងឺល្អិតល្អន់និងថែមទាំងពន្យល់ឲ្យបានក្បោះក្បាយទាំងស្ថានភាពជំងឺរបៀបរបបនៃការប្រើប្រាស់ថ្នាំនិងការតាមដានជំងឺរបស់លោកគ្រូអ្នកគ្រូពេទ្យក្នុងមណ្ឌលទាំងពីរឲ្យបានយល់ដឹងបន្ថែមទៀតផងដែរលោកជំទាវអាវវ៉ាន់ឌិនបានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យនិងប្រធានមណ្ឌលសុខភាពត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងផ្ដល់សេវាពិនិត្យព្យាបាលនិងពិគ្រោះជំងឺដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងត្រូវមានភាពច្បាស់លាស់លើការប្រើប្រាស់លិខិតស្នាមនានាដូចជាការកត់ត្រាចំនួនប្រជាពលរដ្ឋទទួលសេវាការកត់ត្រាលើករណីជំងឺប្រជាពលរដ្ឋជាដើមធ្វើយ៉ាងណាឲ្យមានទិន្នន័យច្បាស់លាស់ត្រឹមត្រូវឲ្យស្របទៅតាមប្រព័ន្ធនានាដែលក្រសួងបានរៀបចំជៀសវាងមានកំហុសឆ្គងនិងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននៅវិជ្ជាជីវៈនិងក្រមសីលធម៌របស់គ្រូពេទ្យគួរបញ្ជាក់ផងដែរថាក្នុងដំណើរបេសកកម្មរបស់លោកជំទាវអាវវ៉ាន់ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលនាពេលនេះលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋគំរូចំនួន3រូបដែលបានផ្ដាច់បារីនៅក្នុងឃុំចំការលើស្រុកថ្លាបរិវត្តផងដែរព្រមទាំងបាននាំយកនៅអំណោយរួមទាំងវត្ថុអនុស្សាវរីយ៍មួយចំនួនជូនដល់ប្រជាពលរដ្ឋគំរូទាំង3នាក់ផងដែរ